មួយអាទិត្យមុនចេញដំណើរទៅស្រុកបារាំងសែប៉ុន្មានអាទិត្យមុនពេលចេញដំណើរខ្ញុំត្រូវហាត់រាំទាំងព្រឹកទាំងល្ងាចទុកសម្រាប់រាំនៅស្រុកបារាំងគេរៀបចំវាយឡាំងដាក់សម្លៀកបំពាក់និងគ្រឿងតុបតែងខ្លួនសម្រាប់ឲ្យយើងស្លៀកពាក់រាំនៅស្រុកបារាំងចំណែកខាងម្ចាស់ស្ត្រីវិញរវល់តែភ័យព្រួយរឿងអត់ស៊ីតាមផ្លូវនិងនៅស្រុកគេខំវិចអង្គត្រីងៀតព្រមទាំងប្រហុកជាច្រើនពាងយកទៅដាក់លើកប៉ាល់ទុកសម្រាប់បង្ការពេលមានអាសន្នអន់ក្រប៉ុន្តែក្រោយពេលចេញដំណើរទៅបានប៉ុន្មានថ្ងៃប្រហុកនោះវាឲ្យក្លិនខ្លាំងពេកទ្រាំមិនបានលោកមហាមន្ត្រីក៏បង្គាប់ឲ្យគេលើកទម្លាក់ចោលក្នុងសមុទ្របាត់ទៅចិនជាងដេស្បែកជើងនាំយកស្បែកជើងម៉ូដរបៀបពីអឺរ៉ុបទាំងកន្ត្រកមកប្រគល់ឲ្យយើងប៉ុន្តែស្បែកជើងនឹងដេខ្ជាខ្លាំងពេកណាស់មិនគួរជាទីពេញចិត្តសោះបើយើងស្លៀកពាក់និងពាក់ស្បែកជើងហើយឆ្លោះកញ្ចក់មើលឃើញរូបខ្លួនឯងបែបគួរឲ្យចង់សើចពេកណាស់លើសពីអីវ៉ាន់ដែលអ្នករាជការវាំងគេរៀបចំដាក់ក្នុងឡាំងវាយបិទចិត្តនោះយើងម្នាក់សុទ្ធតែមានហឹបដាក់របស់របរផ្ទាល់ខ្លួនជញ្ជូនយកមកគោទុករាយប៉ាយពេញក្នុងវាំងព្រឹកមួយនោះបារាំងរៀងសង្ហា 3-4 នាក់ចូលរហូតមកដល់កន្លែងសមរបាំនៅខាងក្នុងហើយអង្គុយមើលពួកល្ខោនដែលត្រូវដង្ហែលួងទៅស្រុកបារាំងកំពុងហាត់រៀនយ៉ាងយកចិត្តទុកដាក់ស្រីបារាំងម្នាក់ដែលចូលមកជាមួយពួកប្រុសនោះសម្លឹងមើលខ្ញុំដោយញញឹមខ្ជិបពុំដឹងជាគាត់ញញឹមពេញចិត្តឬញញឹមពេបជ្រាយទេម្ចាស់ក្សត្រីនិយាយលេងរាក់ទាក់ជាមួយភ្ញៀវទាំងនេះដោយមានអ្នកបកប្រែម្នាក់ជាជំនួយហើយខ្ញុំសង្កេតឃើញលោកអួតសរសើរប្រាប់បារាំងតែពីរឿងមីសួនកូនចៅលោកអត់មាននិយាយពីរឿងអ្វីផ្សេងទៀតសោះចាប់តាំងពីពេលនោះមកមីសួនវាបានចិត្តឡើងចាងរហូតនឹងរឹតតែខំផ្គាប់គុណចវាយវាលើសដើមមីសួននេះពីដើមវាធ្លាប់តែដើរយួរស្បែកជើងតាមខ្ញុំប៉ុណ្ណោះឥឡូវវាហ៊ានបំបាក់មុខខ្ញុំនៅកណ្ដាលជំនុំចំណោមគួរឲ្យចុកឈាមណាស់ប៉ុន្តែទោះបីជាយ៉ាងណាក៏ពួកបារាំងពុំមែនភ្លឺរហូតដល់បណ្ដោយឲ្យម្ចាស់ក្សត្រីបោកក្បាលគេលេងទៅទេបានដែរគឺគេនាំគ្នាគយគន់មើលខ្ញុំយ៉ាងយកចិត្តទុកដាក់ជាទីបំផុតក្នុងសភាពជ្រួលច្របល់មុនពេលចេញដំណើរអស់អ្នកអស់នាងជាច្រើនរត់ខ្វែងដៃខ្វែងជើងរកខ្ចីលុយគេសម្រាប់ចំណាយទិញរបស់កំពេចកំពុកប្រើប្រាស់ផ្ទាល់ខ្លួនពួកចាស់នៅក្នុងវាំងជាសាច់ញាតិនិងម្ចាស់ក្សត្រីសុកចិត្តឲ្យប្រាក់ពួកនោះខ្ចីហើយទទួលកាត់ប្រាក់ខែសងវិញដោយយកការអាកគ្នាក្រៃលែងបើគុំតែខ្ញុំចេះមានគំនិតសុំលួងបាន100រៀលគុំអីខ្ញុំក៏មិនអាចជៀសមិនជំពាក់គេវាន់កបានដែរដំណើរចេញទៅស្រុកបារាំងព្រឹកពេលចេញដំណើរមកដល់ហើយយប់នោះនៅក្នុងវាំងគ្មាននរណាម្នាក់ដេកលក់ទេយើងជិះរទេះចេញពីវាំងហូរទឹកភ្នែករហាមខំដកករហង់សម្លឹងរកមើលឪពុកម្ដាយសម្លឹងសួនច្បារដែលប្រែជាស្ងាត់ជ្រងំមើលពួកអ្នករាជការនិងក្រុមវាំងដែលឈរតម្រៀបគ្នាជារបងអមសងខាងផ្លូវមើលដើមកុកីធំដែលទម្លាក់មេឃសំយ៉ាទៅលើដំបូលវាំងដោយក្តីស្ដាយស្រណោះរកហាមាត់និយាយមិនរួចក្បួនដំណើរលឿនទៅមុខតាមចង្វាក់ជើងសេះតម្រង់ទៅទិសខាងជើងគឺតម្រង់ទៅសង្កាត់បារាំងដែលជាកន្លែងកប៉ាល់បោះយុទ្ធការរងចាំយើងមនុស្សម្នាមួយវងធំក៏បាននាំគ្នាមកមើលយើងចេញដំណើរនេះដែរបារាំងចោមរោមនិយាយលេងជាមួយលួងនៅលើកប៉ាល់ហើយម្នាក់នោះមៀតធំដូចយក្សភ្នែកខៀវដូចត្រីស្ងោរទុកពុកមាត់ស្រមាមត្រូវដង្ហែលួងរហូតដល់ស្រុកបារាំងដោយសារវាអ៊ូអែថ្លង់ខ្លាំងពេក
យើងក៏នាំគ្នាសំងំនៅជុំវិញកប៉ាល់សំឡឹងមើលមកមនុស្សដែលឈរកកកុញនៅលើច្រាំងក្នុងទ្រូងចង្អៀតចង្អល់រោគនិយាយអ្វីមិនចេញហូរតែទឹកភ្នែករហាមនៅទីបំផុតកប៉ាល់ក៏លូនចេញពីច្រាំងចូលទៅដល់កណ្ដាលទន្លេវងពួកបារាំងដែលប្រជុំគ្នានៅលើច្រាំងក៏បំបែកអស់រលីងទោះបីកប៉ាល់បើកហួសឆ្ងាយមកហើយក្តីក៏ខ្ញុំនៅតែចំណាំបាននៅកំពូលវាំងកំពូលវត្តនិងផ្ទះឪពុកម្ដាយដែលខ្ញុំខំផ្ដិតឲ្យជាប់ក្នុងអារម្មណ៍កុំឲ្យភ្លេចរួចបន្តិចក្រោយមកផ្សែងអាប់នៃទន្លេដែលហូរនាំយើងទៅកាន់សមុទ្រនេះបាំងមិនឲ្យយើងមើលឃើញអ្វីទាំងអស់តែញរៀងស្មៃតរយ៉ាលើកាំងវេហាលើស្វាងហើយក្រងឡើងក្រងយុវជនអើយចង្អៀតចង្អល់អ្វីម្លេះទេនៅលើកប៉ាល់នេះដែលមានមនុស្សជិះដល់ទៅជាង100នាក់ព្រមទាំងអីវ៉ាន់ដតីទៀតជាច្រើនលួងលែងរវល់គិតគូរពីរឿងពួកយើងទៀតហើយលោកផ្ទុំនៅក្នុងបន្ទប់ធ្វើប្រងើយជាមួយស្រី2នាក់នៃក្រុមភ្លេងមហោរីយើងអង្គុយលើហឹបរៀងខ្លួនជជែកគ្នាឯប្រម៉ែដើម្បីគ្រាន់នឹងលើកទឹកចិត្តគ្នាទៅវិញទៅមកកុំឲ្យភ័យព្រួយខ្លាំងពេកក្នុងចំណោមអ្នកដំណើរជិះលើកប៉ាល់ដែលត្រូវដង្ហែលួងទៅស្រុកបារាំងនោះតិចគ្នាណាស់ដែលមានការចាំបាច់ត្រូវទៅខានមិនបានភាគច្រើនសុទ្ធតែមនុស្សអត់ប្រយោជន៍មិនដឹងជាគេសណ្ដោងយោងយកទៅធ្វើអ្វីទេនៅលើកប៉ាល់មានកូនប្រុសលួងជាច្រើនអ្នកគឺអ្នកអង្គម្ចាស់អ៊ីសារាវង្សអ្នកអង្គម្ចាស់សូរីវង្សជាទីគាប់ចិត្តលួងជាងគេនិងប្អូនប្រុសមួយទៀតឈ្មោះចិន្តានុវង្សដែលគិតតែនិយាយពីរឿងទៅលេងស្រីបារាំងឲ្យចាស់ដៃម្ដងដូចជាស្ដេចបងនោះដែរព្រះសង្ឃប៉ុន្មានអង្គដែលសុំដោយសារតាមកប៉ាល់ទៅសិក្សាឯប្រទេសស្រីលង្កាលោកគង់បាត់ជើងដាច់ឡែកឆ្ងាយពីពួកយើងហើយនៅក្បែរនោះពួកក្រុមវាំងនិងពួករាជការវាំងអង្គុយស៊ីស្លាយ៉ាងស្ងៀមស្ងាត់ភ្នែកសម្លឹងមើលទៅច្រាំងចំការស្រុកលើកដែកនិងស្រុកលវាអែមដែលរសាត់ហួសទៅជាបន្តបន្ទាប់គ្នាម៉ែអូនធ្វើរឹកបែបមើងម៉ាត់និយាយថាគាត់នឹងសរសេរកត់ទុកក្នុងសៀវភៅនៅរឿងហេតុទាំងអស់ក្នុងពេលធ្វើដំណើរនេះប៉ុន្តែយើងរវល់តែព្រួយបារម្ភគ្រប់គ្នាគ្មាននរណាគិតគូរស្ដាប់គាត់ឡើយសូម្បីតែបាយទឹកក៏មិននឹកឃ្លានផងម្ល៉េះហើយយើងពឺតតែជក់បារីកែអបសុកបង្ហុយផ្សែងត្រឡោមទៅលើចាស់ចាស់ដែលអង្គុយធ្វើមាត់ច្រហរបន្ទប់មានតិចពេកពុំអាចឲ្យយើងដេកគ្រប់គ្នាបានឡើយម្ល៉េះហើយយើងត្រូវនាំគ្នាដេកកណ្ដាលវាលនោះទៅប៉ុន្តែជាសំណាងល្អម្យ៉ាងដែរយប់នោះគ្មានមូសមួយគ្រាប់សោះបន្ទាប់ពីធ្វើដំណើររបៀបនេះអស់មួយថ្ងៃមួយយប់ស្អែកព្រឹកឡើងយើងក៏បានចូលមកដល់ទន្លេចង្អៀតពេញពាសទៅដោយកប៉ាល់ខ្ពស់ត្រដែតដូចភ្នំមើលទៅច្រាំងឃើញអ៊ូអែខ្ញុំដឹងថាយើងមកដល់ក្រុងធំមួយហើយលុះខ្ញុំសួរគេទៅទើបដឹងថានេះជាក្រុងព្រៃនគរដែលអ្នកខ្លះគេហៅថាសៃហ្គងបើតាមមើលទៅក្រុងព្រៃនគរនឹងមិនសូវជាហឺហាជាងភ្នំពេញប៉ុន្មានទេក
កប៉ាល់យើងចូលទៅឯបចិត្តកប៉ាល់មួយទៀតធំអស្ចារ្យហើយយើងនាំគ្នារើអីវ៉ាន់ទៅដាក់លើកប៉ាល់ធំនោះវិញយើងនាំគ្នាជញ្ជូនអីវ៉ាន់ផ្ទាល់ខ្លួនទៅដាក់ក្នុងបន្ទប់តូចចង្អៀតនៅខាងក្រោយកប៉ាល់ហើយក្នុងបន្ទប់នីមួយៗយើងត្រូវនៅដល់ទៅ5ឬ6នាក់ឯណោះខ្លះប្រតែងប្រតោងឡើងទៅដេកលើគ្រែដែលគេព្យួរជាប់នឹងជញ្ជាំងខ្ពស់សឹងតែអាចកមើលមិនដល់ខ្លះទៀតក្រាលកំណាត់លើឡាំងឬផ្ទាល់នឹងក្តារដេកគោជើងលើគ្នាក្នុងបន្ទប់នឹងគ្មានខ្យល់អាកាសល្អគ្រប់គ្រាន់សម្រាប់ដកដង្ហើមសោះជាពិសេសទៅទៀតវាថែមទាំងធុំក្លិនអាក្រក់ចង់ក្អួតយើងស្រោតរូតនាំគ្នាចេញមកកន្លែងវាលដែលនៅទីនោះអ្នកចំនួនបារាំងលក់គ្រឿងសម្អាងនិងស្បែកជើងកែងចោតល្អគួរឲ្យចាប់ចិត្តលួងទិញស្បែកជើងនេះចែកឲ្យយើងមួយគូម្នាក់គ្រប់គ្នាដល់បានថ្មីយើងដោះស្បែកជើងចាស់ដែលចិនភ្នំពេញដេកយកមកឲ្យទុកមួយកន្លែងឬក៏ឲ្យទៅយាយចាស់ដែលខំយកទៅញាត់ទុកក្នុងបង្វិចគាត់យ៉ាងប្រយ័ត្នប្រយែងក្រៃលែងពីលើកប៉ាល់មកយើងមើលឃើញបារាំងនិងយួនឈរប្រជុំគ្នាកោះកលើច្រាំងដើម្បីមើលស្ដេចខ្មែរយាងទៅស្រុកបារាំងខ្ញុំចង្អើតជើងមើលតាមបង្អួចឃើញវាលស្រែលិចទឹកជាប់គ្នារហូតដល់ជើងភ្នំនៅទិសខាងជើងស្រដៀងគ្នានឹងវាលស្រែកំពង់លែងដែលខ្ញុំធ្លាប់បានឃើញកាលពីក្មេងក្នុងពេលពុកដឹកយកអីវ៉ាន់ទៅលក់តាមទន្លេសាបនោះដែររវល់តែជ្រួលច្របល់រឿងរៀបចំអីវ៉ាន់ខ្ញុំភ្លេចគិតឈឹងមិនដឹងជាកប៉ាល់ចេញដំណើរពីថ្មើរម៉ានស្រាប់តែមួយផ្លែតក្រោយមកខ្ញុំមើលទៅក្រោយលែងឃើញអ្វីទាំងអស់ក្រៅពីរលកទឹកបែកពពុះស្កុលនិងផ្ទៃទឹកធំល្ហល្ហេវទស្សនីយភាពដ៏ធំល្វឹងល្វើយសម្លឹងមិនយល់កោះត្រើយដែលពីដើមមកយើងធ្លាប់តែឮគេនិយាយក្នុងរឿងព្រេងបុរាណនោះឥឡូវយើងបានឃើញច្បាស់នឹងភ្នែកមិនអាចទប់ចិត្តមិនឲ្យរំភើបញាប់ញ័របានឡើយយើងឃ្លាតឆ្ងាយពីស្រុកភូមិណាស់ហើយបណ្ដាលឲ្យចិត្តយើងក្រៀមក្រំស្រពោននឹកថាយើងនឹងត្រូវបារាំងនាំយកទៅនិរទេសចោលនៅស្រុកគេជាមួយលួងពិតប្រាកដណាស់ផ្ទុយទៅវិញកាលណាយើងបែរភ្នែកមកមើលកន្លែងដេកដ៏ចង្អៀតចង្អល់ទំហំនាវាដ៏ធំសម្បើមដែលអាចឲ្យយើងដើរលេងទៅមកនឹងដូចឈរលើដីយើងដូចជាមានការកក់ក្ដៅច្រើននៅប៉ែកខាងក្រោយកប៉ាល់មានកំណាត់បាំងកុំឲ្យត្រូវកម្ដៅថ្ងៃពួកយើងចង់លេងសើចយ៉ាងម៉េចបានតាមចិត្តគ្មាននរណាត្រួតត្រាទេបន្ទប់យើងនៅខាងក្រោមជាប់គ្នាហើយក្រខ្វក់ដូចធុងសម្រាមពីព្រោះយើងនៅច្រើនគ្នាពេកចេះតែចោលនេះចោលនោះផ្ដេសផ្ដាស់គូលីកប៉ាល់បោសជ្រះសម្អាតពុំឈ្នះលួងនៅក្នុងបន្ទប់ខាងលើឯណោះក្បែរអស់លោកនាម៉ឺនវាំងនិងបារាំងមេធំលើកប៉ាល់នេះដោយមានតែប្រពន្ធគប់ចិត្តប៉ុន្មានអ្នកប៉ុណ្ណោះនៅចាំគាល់បំរើផ្ទាល់យើងជក់បារីជជែកគ្នាលេងបៀឬរាំច្រៀងលេងតាមចិត្តលួងមិនដែលរវល់មកមើលសួរសុខទុក្ខពួកយើងម្ដងណាឡើយម្ចាស់ស្ត្រីភ័យណាស់ខ្លាចតែយើងដេកស៊ីទំនេរពេកទៅវានាំឲ្យធាត់ដុសក្បាលពោះអស់រៀងរើម្លោះហើយលោកឧស្សាហ៍បង្គាប់ឲ្យយើងសមរបាំជាញឹកញាប់ដែលជាហេតុនាំឲ្យពួកបារាំងដែលជិះលើកប៉ាល់ជាមួយគ្នាមកឈរមើលយើងត្រៀបត្រាយ៉ាងសប្បាយរីករាយដំណើរនេះត្រូវស៊ីពេលអស់ប៉ុន្មានខ្ញុំអត់ដឹងអីទាំងអស់ប្រហែលជាមួយខែឬ2ខែក៏មិនដឹងប៉ុន្តែខ្ញុំជឿជាក់ថាដំណើរនេះត្រូវប្រើពេលយូរណាស់ម្ល៉េះហើយខ្ញុំមិនខ្ចីរវល់រាប់ថ្ងៃរាប់ខែធ្វើអ្វីទៀតទេរាល់ថ្ងៃឃើញតែទឹកសមុទ្រឥតកោះត្រើយដដែលយ៉ាងនេះខ្ញុំវង្វេងលែងស្គាល់ទិសតំបន់អ្វីទាំងអស់នៅខាងក្រោយឆ្ងាយឯណោះសត្វស្លាបសហើរតាមរលកកប៉ាល់ហើយកាលណាមានរលកធំរសាត់មកដល់វាទុំបណ្ដែតខ្លួនលើរលកប្រៀបបាននឹងកុកឬខ្វែកដែលឈរលើពំនូកខ្សាច់ដោះកណ្ដាលទន្លេក្នុងស្រុកយើងយ៉ាងនោះដែរក្នុងចំណោមអ្នកធ្វើការលើកប៉ាល់មានយួន 2-3 នាក់
ក្រៅពីនេះសុទ្ធតែបារាំងទាំងអស់ដែលធ្វើជាគូលីដោះលាងសម្អាតទឹកមាត់ស្លាលើក្តារកប៉ាល់រៀងរាល់ព្រឹកនៅចុងខាងក្រោយកប៉ាល់មានបន្ទប់តូចមួយធំក្លិនអាសោចអស្ចារ្យជាកន្លែងដេករបស់តាកញ្ចាស់ម្នាក់ដែលជាអ្នកលក់នំម្សៅនិងសាប៊ូក្រអូបប៉ុន្តែរូបរាងគាត់អាក្រក់កក្រិកស្មោករោគណាស់ថែមទាំងថ្លង់ទៀតផងហាមាត់និយាយម្ដងស្អុយមួយយោជកាលណាគាត់ដេកលក់យើងនាំគ្នាយកជើងធាក់ទ្វារក្តាំងដើម្បីរំខានកុំឲ្យគាត់ដេកពួនបានហើយបើឃើញថាគាត់អត់នៅនឹងកន្លែងយើងលួចយកអីវ៉ាន់កំពេចកំប៉ុករបស់គាត់ទៅបោះចោលលេងជាល្បែងម៉ែចែមអ្នកពូកែលេងសើចច្រើនជាងគេឧស្សាហ៍ស្រែកដាក់ត្រចៀកតាដំឡង7សណ្ដាននោះថាអូស្អុយមាត់តប៉ែឯងណាស់តានឹងសើចញញឹមញញែមប្រហែលជាគាត់ស្មានថាម៉ែចែមនិយាយពាក្យស្នេហាជាមួយគាត់ហើយមើលទៅបោយបារាំងដែលចូលមកបោសជ្រះសម្អាតបន្ទប់និងយកកន្ថោទឹកមាត់ទៅចាក់រាល់ថ្ងៃនោះវាទុកពុកមាត់រុយនិងសិតសក់ស្អាតជានិច្ចវានៅក្មេងរៀងសង្ហាថែមទាំងខំបំរើយកចិត្តយើងខ្លាំងណាស់យើងហៅវាថាអាបារាំងក្បាលពុកហើយវានិយាយរដាក់រដប់ថាតាមយើងគួរឲ្យចង់សើចក្រៃលែងម្ដងនោះសរិនពួកម៉ាក់ខ្ញុំឲ្យចិញ្ចៀនវាខ្ចីពាក់លេងស្រាប់ដល់ពេលដោះមកវិញវាចង្អៀតជាប់ម្រាមដៃតលតែដាក់ប្រេងទាញចង់ងាប់ទម្រាំរបូតថ្ងៃមួយពួកធំប្រជុំគ្នាក្នុងបន្ទប់លេងបៀខ្លះអង្គុយលើកន្លែងដេកខ្លះអង្គុយលើហឹបលេងខ្លួនទទេទាំងអស់គ្នាដណ្ដប់តែស្បៃស្ដើងមួយប៉ុណ្ណោះស្រាប់តែទ្វាររបើកឡើងលិចបោយបារាំងដៃកាន់អំបោសប្រុងដើរចូលមកដល់ឃើញស្រីអង្គុយជួបជុំគ្នារបូតសម្ពុតអាវអញ្ចឹងវាទៅជាស្រឡាំងកាំងធ្វើភ្នែកស្លើចំហមាត់ធ្លុងកូនមីចៅម៉ែចែមស្រែកបញ្ចោវាដោយយកដៃទាំងពីរខ្ទប់ដោះឯងមិនចេះសុជីវធម៌បារាំងទេហ៎មុននឹងចូលឯងមិនចេះគោះទ្វារយីអានឹងវាឈួតទេបានជាចូលមកគ្មានធ្វើសញ្ញាឲ្យអាណាដឹងសោះអញ្ចឹងខ្ញុំដេកត្រៀលលើគ្រែពីលើក្បាលពួកគេអ្នកលេងបៀខ្ញុំមិនរវល់ខឹងអីទេពីព្រោះក្នុងវ័យ18ឆ្នាំនេះខ្ញុំពុំទាន់ចេះអៀនខ្មាស់ប៉ុន្មានឡើយពេលយប់យើងត្រូវប្រយ័ត្នការពារខ្លួនទល់នឹងកូនស្ដេចក្មេងៗដែលតែងតែដើរក្រឡឹងចិត្តកន្លែងយើងដើម្បីសម្លឹងមើលឲ្យតែឃើញមីណាមួយបែបឲ្យដៃបន្តិចក៏តាំងចូលដេកជាមួយមីនោះភ្លាមយប់មួយនោះគេឃើញតនម្ចាស់សុផលិកាកំពុងប្រកាក់ប្រគងគ្នាជាមួយមីសុនហើយត្រូវម៉ែអួនស្រែកឡូឡាបណ្ដេញចេញទៅវិញទាំងកណ្ដាលយប់បំផុតយើងក៏បានមកដល់កោះស្រីលង្កាដែលចាស់ធ្លាប់និយាយប្រាប់ថានេះជានគរក្រុងរាពណ៍ដែលវាធ្លាប់យកនាងសេតាមកលាក់ទុកនៅទីនេះកោះនេះមានភ្នំខ្ពស់ប្រកបទៅដោយទេសភាពស្រស់ឆើតឆាយដោយដែលយើងធ្លាប់ស្រមៃឃើញតាមពាក្យនិទាននៃរឿងរាមកេរ្តិ៍យ៉ាងនោះដែរព្រះសង្ឃនិមន្តចុះត្រង់កំពង់ផែក្រុងកូឡុំបូលួងនាំយើងឡើងគោកជិះរទេះភ្លើងដើម្បីទៅមើលព្រះវិហារដែលគេតម្កល់ទុកធ្មេញព្រះពុទ្ធហៅថាព្រះចង្កូមកែវក្រោយពេលត្រឡប់មកដើរពីកំសាន្តយ៉ាងរីករាយនោះវិញកប៉ាល់យើងក៏បន្តដំណើរឆ្ពោះទៅមុខទៀតដែលគ្មានឃើញកោះត្រើយដាច់សង្វែងមិនគួរឲ្យសង្ឃឹមថាបាននឹងទៅដល់រាល់ថ្ងៃយើងនាំគ្នាស៊ីតែត្រីងៀតត្រីឆ្អើរដែលយើងនាំយកមកជាមួយប៉ុណ្ណោះពីព្រោះយើងមិនចូលចិត្តម្ហូបបារាំងសោះប៉ុន្តែបើនិយាយឲ្យចំគឺយើងខ្មាស់គេមិនហ៊ានទៅរៀបរឹកតាមរបៀបបារាំងអង្គុយស៊ីបាយនៅលើតុក្នុងបន្ទប់បាយដ៏ធំទូលំទូលាយកណ្ដាលចំណុំចំណោមនេះឯងយើងចេះតែនាំគ្នាគិតឲ្យគេលើកបាយយកមកឲ្យដល់បន្ទប់ដេកតែម្ដងខ្ញុំចាំថានៅពេលមកដល់ប្រទេសសូម៉ាលីដែលកប៉ាល់ត្រូវចូលចតដើម្បីដាក់ធ្យូងបន្ថែមនោះមានមនុស្សខ្មៅឃ្លីកខ្មៅជាងខ្មែរទៅទៀតហែលទឹកក្រឡឹងជុំវិញកប៉ាល់ដើម្បីចាំមុជដណ្ដើមយកប្រាក់កាក់ដែលយើងទម្លាក់ទៅឲ្យវាលួងបង្គាប់ម្ចាស់ក្សត្រីឲ្យយកលុយទៅទម្លាក់ទឹកឲ្យពួកនោះប្រញាយគ្នាមុជទឹកដណ្ដើមដើម្បីបានសើចលេងសប្បាយបន្ទាប់មកទៀតបានប៉ុន្មានថ្ងៃខ្យល់ត្រជាក់ចាប់ផ្ដើមបក់មកជាលើកដំបូងបំផុត
នរណាម្នាក់បាននិយាយប្រាប់យើងថាពីយប់មិញនេះកប៉ាល់យើងបានឆ្លងផុតព្រែកជីកធំចូលមកដល់សមុទ្រទ្វីបអឺរ៉ុបហើយខ្ញុំស្ដាយណាស់មិនបានឃើញព្រែកជីកនោះប៉ុន្តែបើតាមស្ដាប់គេនិយាយវាមិនមែនចម្លែកឬធំជាងព្រែកពីមផ្លុងប៉ុន្មានទេវាប្លែកតែត្រង់ព្រែកនេះជីកកាត់វាលខ្សាច់ប៉ុណ្ណោះយើងរងាខ្លាំងណាស់ផ្ទៃសមុទ្រប្រែជាមានរលកធំហើយសត្វស្លាបសម្បុរសនៅតែហើរតាមក្រោយកប៉ាល់យើងពីចម្ងាយជានិច្ចតើសត្វនេះវាហើរតាមយើងតាំងពីព្រៃនគរមកឬខ្ញុំមិនជឿថាអញ្ចឹងទេពីព្រោះវាអាចហើរយ៉ាងច្រើនណាស់បានពី3ថ្ងៃក៏អស់កម្លាំងទៅហើយដូច្នេះអានេះវាជាសត្វផ្សេងទៀតទេពេលនោះថៃបកឈ្មោះព្រំចង្អុលប្រាប់ឲ្យយើងមើលស្រមោលអ្វីមួយនៅឆ្ងាយស្ទង់ឯណោះហើយគាត់និយាយថានេះជាភ្នំភ្លើងស្រុកណាដែលមានភ្នំព្រោះភ្លើងអញ្ចឹងធាតុអាកាសត្រជាក់អាក្រក់ណាស់ខ្ញុំមិនដែលស្គាល់ភ្នំភ្លើងយ៉ាងម៉េចទេម្លោះហើយគេនិយាយថាម៉េចក៏ចេះតែជឿទៅនៅទីបំផុតសម្រេចថាស្រុកបារាំងស្រុកម៉ាសីរសាត់មកប៉ះនឹងត្រចៀកយើងជាសញ្ញាប្រាប់ឲ្យដឹងថាដំណើរយើងចប់ហើយទុក្ខវេទនារបស់យើងក៏នឹងត្រូវបញ្ចប់ក្នុងពេលជាមួយគ្នានេះដែរខ្ញុំមើលទៅខាងដីគោកឃើញភ្នំស្រុកបារាំងសស្គុះឃើញផ្ទះពណ៌ប្រផេះមានផ្សែងហុយចេញតាមដំបូលឃើញដងក្តោងកប៉ាល់ជ្រងច្រាងឃើញថ្មគេចាក់លយចូលជ្រៅមកក្នុងសមុទ្រហើយនៅពីក្រោយនោះកប៉ាល់ចតតម្រៀបគ្នាមានខ្លះធំជាងកប៉ាល់ដែលខ្ញុំជិះនេះទៅទៀតបន្ទាប់មកនៅលើដីទួលមួយនោះមានរូបចម្លាក់លាបទឹកមាសធំអស្ចារ្យទស្សនីយភាពនេះប្រៀបបានទៅនឹងនគរយក្សដែលយើងធ្លាប់ស្រមៃឃើញក្នុងរឿងព្រេងនិទានហើយដែលយើងពុំធ្លាប់សង្ឃឹមថានឹងបានស្គាល់សោះពាក្យដែលចាស់និយាយទាំងប៉ុន្មានគឺជាពាក្យភូតភរទាំងស្រុងពីព្រោះសមុទ្រទោះបីធំយ៉ាងណាក៏មនុស្សនៅតែអាចឆ្លងកាត់បានហើយនៅឆ្ងាយពីប្រទេសយើងមានទ្វីបមួយទៀតដែលលាតសន្ធឹងធំល្វឹងល្វើយក្រោមផ្ទៃមេឃដ៏ត្រជាក់គ្រាន់តែកប៉ាល់អែបចូលតម្រឹងផែទាំងគេទាំងយើងរវល់តែងាកមករៀបចំអីវ៉ាន់ម្លោះហើយគ្មាននរណាបានគយគន់មើលទិដ្ឋភាពមាត់ច្រាំងនៅពេលកប៉ាល់ចូលចតទេពួកយើងស្លៀកពាក់សម្ពុតអាវក្រាស់ពាក់ស្រោមដៃនិងមានผ้าห่មរុំកទៀតផងប៉ុន្តែខ្ញុំដូចជារោគនឹកហឺហាមិនឃើញសោះពីព្រោះសម្លឹងមកគ្នាឯងឃើញសុទ្ធតែខ្មៅក្រញ៉េះប្រសិនបើលួងនាំយកមកជាមួយតែពួកក្មេងស្អាតម្លេះយើងមិនសូវខ្លាចគេពេបជ្រាយប៉ុន្មានទេប៉ុន្តែអ្នកដង្ហែមកសុទ្ធតែចាស់ទ្រក់ធ្មេញក្រហុបស៊ីស្លាក្រហមប្រតាក់ពេញមាត់ជាហេតុធ្វើឲ្យយើងខ្មាស់គេងើបមុខមិនរួចហើយប្រហែលជាបារាំងគេស្មានថាស្ត្រីខ្មែរសុទ្ធតែកក្រិចទាំងអស់អញ្ចឹងផងក៏មិនដឹងលួងយាងចុះទៅកណ្ដាលចំណោមបារាំងមួយវងធំដោយមាននាម៉ឺនវាំងហែហោមពីក្រោយជាប់រួចហើយយាងទៅបាត់ជាមួយពួកទាហានបារាំងដែលស្លៀកពាក់ហឺហាជិះសេះទុកយើងចោលលើកប៉ាល់ជាមួយម្ចាស់ក្សត្រីបណ្ដោយឲ្យពួកកូលីកប៉ាល់មករើជញ្ជូនអីវ៉ាន់យើងតាមចិត្តយើងដូចជាមិនសូវទុកចិត្តសោះមេឃស្រទុំជាប់ហើយខ្យល់អាកាសបក់បោកមកឥតឈប់ឈរបណ្ដាលឲ្យយើងរងាចង់រឹងធ្គាមលុះដល់ពេលល្ងាចគេមកហៅឲ្យយើងចុះពីកប៉ាល់ទៅពួកក្រុមវាំងនិងស្មៀនលួងស្លៀកពាក់ខោអាវក្រាស់ពាក់មួកហ្វឺតមើលទៅវាគ្មានឃើញហឺហាត្រង់ណាឡើយប៉ុន្តែពួកយើងក៏មិនមែនហឺហាជាងពួកគាត់ប៉ុន្មានដែរយើងប្រជ្រៀតដណ្ដើមគ្នាដើរកណ្ដាលពពាក់ពពូនដូចវងគោតម្រង់ទៅរករទេះសេះធំដែលចោតចាំយើងម្ចាស់ក្សត្រីបង្គាប់ឲ្យគេលើកកៅអីផ្ដៅបាវអង្គត្រីងៀតនិងអីវ៉ាន់ទាំងអស់ដាក់លើដំបូលរទេះរួចទើបយើងឡើងជិះចេញទៅប៉ុន្តែផ្លូវសុទ្ធតែក្រាលថ្មរដិបរដប់រលាក់ស្ទើរក្រឡកថ្លើមប្រមាត់បំផុតយើងក៏បានមកដល់កោះស្រីលង្កាដែលចាស់ធ្លាប់និយាយប្រាប់ថានេះជានគរក្រុងរាពណ៍ដែលវាធ្លាប់យកនាងសេតាមកលាក់ទុកនៅទីនេះកោះនេះមានភ្នំខ្ពស់ប្រកបទៅដោយទេសភាពស្រស់ឆើតឆាយដោយដែលយើងធ្លាប់ស្រមៃឃើញតាមពាក្យនិទាននៃរឿងរាមកេរ្តិ៍យ៉ាងនោះដែរព្រះសង្ឃនិមន្តចុះត្រង់កំពង់ផែក្រុងកូឡុំបូលួងនាំយើងឡើងគោកជិះរទេះភ្លើងដើម្បីទៅមើលព្រះវិហារដែលគេតម្កល់ទុកធ្មេញព្រះពុទ្ធហៅថាព្រះចង្កូមកែវ
ក្រោយពេលត្រឡប់មកដើរពីកំសាន្តយ៉ាងរីករាយនោះវិញកប៉ាល់យើងក៏បន្តដំណើរឆ្ពោះទៅមុខទៀតដែលគ្មានឃើញកោះត្រើយដាច់សង្វែងមិនគួរឲ្យសង្ឃឹមថាបាននឹងទៅដល់រាល់ថ្ងៃយើងនាំគ្នាស៊ីតែត្រីងៀតត្រីឆ្អើរដែលយើងនាំយកមកជាមួយប៉ុណ្ណោះពីព្រោះយើងមិនចូលចិត្តម្ហូបបារាំងសោះប៉ុន្តែបើនិយាយឲ្យចំគឺយើងខ្មាស់គេមិនហ៊ានទៅរៀបរឹកតាមរបៀបបារាំងអង្គុយស៊ីបាយនៅលើតុក្នុងបន្ទប់បាយដ៏ធំទូលំទូលាយកណ្ដាលចំណុំចំណោមនេះឯងយើងចេះតែនាំគ្នាគិតឲ្យគេលើកបាយយកមកឲ្យដល់បន្ទប់ដេកតែម្ដងខ្ញុំចាំថានៅពេលមកដល់ប្រទេសសូម៉ាលីដែលកប៉ាល់ត្រូវចូលចតដើម្បីដាក់ធ្យូងបន្ថែមនោះមានមនុស្សខ្មៅឃ្លីកខ្មៅជាងខ្មែរទៅទៀតហែលទឹកក្រឡឹងជុំវិញកប៉ាល់ដើម្បីចាំមុជដណ្ដើមយកប្រាក់កាក់ដែលយើងទម្លាក់ទៅឲ្យវាលួងបង្គាប់ម្ចាស់ក្សត្រីឲ្យយកលុយទៅទម្លាក់ទឹកឲ្យពួកនោះប្រញាយគ្នាមុជទឹកដណ្ដើមដើម្បីបានសើចលេងសប្បាយបន្ទាប់មកទៀតបានប៉ុន្មានថ្ងៃខ្យល់ត្រជាក់ចាប់ផ្ដើមបក់មកជាលើកដំបូងបំផុតនរណាម្នាក់បាននិយាយប្រាប់យើងថាពីយប់មិញនេះកប៉ាល់យើងបានឆ្លងផុតព្រែកជីកធំចូលមកដល់សមុទ្រទ្វីបអឺរ៉ុបហើយខ្ញុំស្ដាយណាស់មិនបានឃើញព្រែកជីកនោះប៉ុន្តែបើតាមស្ដាប់គេនិយាយវាមិនមែនចម្លែកឬធំជាងព្រែកពីមផ្លុងប៉ុន្មានទេវាប្លែកតែត្រង់ព្រែកនេះជីកកាត់វាលខ្សាច់ប៉ុណ្ណោះយើងរងាខ្លាំងណាស់ផ្ទៃសមុទ្រប្រែជាមានរលកធំធំហើយសត្វស្លាបសម្បុរសនៅតែហើរតាមក្រោយកប៉ាល់យើងពីចម្ងាយជានិច្ចតើសត្វនេះវាហើរតាមយើងតាំងពីព្រៃនគរមកឬខ្ញុំមិនជឿថាអញ្ចឹងទេពីព្រោះវាអាចហើរយ៉ាងច្រើនណាស់បានពី3ថ្ងៃក៏អស់កម្លាំងទៅហើយដូច្នេះអានេះវាជាសត្វផ្សេងទៀតទេពេលនោះថៃបកឈ្មោះព្រំចង្អុលប្រាប់ឲ្យយើងមើលស្រមោលអ្វីមួយនៅឆ្ងាយស្ទង់ឯណោះហើយគាត់និយាយថានេះជាភ្នំភ្លើងស្រុកណាដែលមានភ្នំព្រោះភ្លើងអញ្ចឹងធាតុអាកាសត្រជាក់អាក្រក់ណាស់ខ្ញុំមិនដែលស្គាល់ភ្នំភ្លើងយ៉ាងម៉េចទេម្ល៉េះហើយគេនិយាយថាម៉េចក៏ចេះតែជឿទៅនៅទីបំផុតសម្រេចថាស្រុកបារាំងស្រុកម៉ាសីរសាត់មកប៉ះនឹងត្រចៀកយើងជាសញ្ញាប្រាប់ឲ្យដឹងថាដំណើរយើងចប់ហើយទុក្ខវេទនារបស់យើងក៏នឹងត្រូវបញ្ចប់ក្នុងពេលជាមួយគ្នានេះដែរខ្ញុំមើលទៅខាងដីគោកឃើញភ្នំស្រុកបារាំងសស្គុះឃើញផ្ទះពណ៌ប្រផេះមានផ្សែងហុយចេញតាមដំបូលឃើញដងក្តោងកប៉ាល់ជ្រងច្រាងឃើញថ្មគេចាក់លយចូលជ្រៅមកក្នុងសមុទ្រហើយនៅពីក្រោយនោះកប៉ាល់ចតតម្រៀបគ្នាមានខ្លះធំជាងកប៉ាល់ដែលខ្ញុំជិះនេះទៅទៀតបន្ទាប់មកនៅលើដីទួលមួយនោះមានរូបចម្លាក់លាបទឹកមាសធំអស្ចារ្យទស្សនីយភាពនេះប្រៀបបានទៅនឹងនគរយក្សដែលយើងធ្លាប់ស្រមៃឃើញក្នុងរឿងព្រេងនិទានហើយដែលយើងពុំធ្លាប់សង្ឃឹមថានឹងបានស្គាល់សោះពាក្យដែលចាស់និយាយទាំងប៉ុន្មានគឺជាពាក្យភូតភរទាំងស្រុងពីព្រោះសមុទ្រទោះបីធំយ៉ាងណាក៏មនុស្សនៅតែអាចឆ្លងកាត់បានហើយនៅឆ្ងាយពីប្រទេសយើងមានទ្វីបមួយទៀតដែលលាតសន្ធឹងធំល្វឹងល្វើយក្រោមផ្ទៃមេឃដ៏ត្រជាក់គ្រាន់តែកប៉ាល់អែបចូលតម្រឹងផែទាំងគេទាំងយើងរវល់តែងាកមករៀបចំអីវ៉ាន់ម្ល៉េះហើយគ្មាននរណាបានគយគន់មើលទិដ្ឋភាពមាត់ច្រាំងនៅពេលកប៉ាល់ចូលចតទេពួកយើងស្លៀកពាក់សម្ពុតអាវក្រាស់ពាក់ស្រោមដៃនិងមានผ้าห่មរុំកទៀតផងប៉ុន្តែខ្ញុំដូចជារោគនឹកហឺហាមិនឃើញសោះពីព្រោះសម្លឹងមកគ្នាឯងឃើញសុទ្ធតែខ្មៅក្រញ៉េះប្រសិនបើលួងនាំយកមកជាមួយតែពួកក្មេងស្អាតម្លេះយើងមិនសូវខ្លាចគេពេបជ្រាយប៉ុន្មានទេប៉ុន្តែអ្នកដង្ហែមកសុទ្ធតែចាស់ទ្រក់ធ្មេញក្រហុបស៊ីស្លាក្រហមប្រតាក់ពេញមាត់ជាហេតុធ្វើឲ្យយើងខ្មាស់គេងើបមុខមិនរួចហើយប្រហែលជាបារាំងគេស្មានថាស្ត្រីខ្មែរសុទ្ធតែកក្រិចទាំងអស់អញ្ចឹងផងក៏មិនដឹងលួងយាងចុះទៅកណ្ដាលចំណោមបារាំងមួយវងធំដោយមាននាម៉ឺនវាំងហែហោមពីក្រោយជាប់រួចហើយយាងទៅបាត់ជាមួយពួកទាហានបារាំងដែលស្លៀកពាក់ហឺហាជិះសេះទុកយើងចោលលើកប៉ាល់ជាមួយម្ចាស់ក្សត្រីបណ្ដោយឲ្យពួកកូលីកប៉ាល់មករើជញ្ជូនអីវ៉ាន់យើងតាមចិត្តយើងដូចជាមិនសូវទុកចិត្តសោះមេឃស្រទុំជាប់ហើយខ្យល់អាកាសបក់បោកមកឥតឈប់ឈរបណ្ដាលឲ្យយើងរងាចង់រឹងធ្គាមលុះដល់ពេលល្ងាចគេមកហៅឲ្យយើងចុះពីកប៉ាល់ទៅពួកក្រុមវាំងនិងស្មៀនលួងស្លៀកពាក់ខោអាវក្រាស់
ពាក់មួកហ្វឺតមើលទៅវាគ្មានឃើញហឺហាត្រង់ណាឡើយប៉ុន្តែពួកយើងក៏មិនមែនហឺហាជាងពួកគាត់ប៉ុន្មានដែរយើងប្រជ្រៀតដណ្ដើមគ្នាដើរកណ្ដាលពពាក់ពពូនដូចវងគោតម្រង់ទៅរករទេះសេះធំធំដែលចោតចាំយើងម្ចាស់ក្សត្រីបង្គាប់ឲ្យគេលើកកៅអីផ្ដៅបាវអង្គត្រីងៀតនិងអីវ៉ាន់ទាំងអស់ដាក់លើដំបូលរទេះរួចទើបយើងឡើងជិះចេញទៅប៉ុន្តែផ្លូវសុទ្ធតែក្រាលថ្មរដិបរដប់រលាក់ស្ទើរក្រឡកក្លែមប្រមាត់ដំណើរមកដល់ស្រុកបារាំងក្រុងម៉ាសីបារាំងឈរប្រជុំគ្នាដង្ហែតាមមាត់ផ្លូវនិយាយឡូឡាហៅចំឈ្មោះលួងយើងតែម្ដងហើយមានអ្នកខ្លះថែមទាំងបោះបារីឲ្យយើងជក់ទៀតផងនៅស្រុកនេះសំណុកមើលដឹងអ្នកមានអ្នកក្រណាស់គឺអ្នកមានគេពាក់អាវកដប់ចងក្រវ៉ាត់កអ្នកក្រអត់មានសម្លៀកបំពាក់អញ្ចឹងទេប៉ុន្តែទាំងអ្នកមានទាំងអ្នកក្រសុទ្ធតែពាក់មួកពាក់ស្បែកជើងឃ្លុបដូចគ្នាទាំងអស់ហើយមើលមកខ្លួនឯងឃើញដូចជាតូចហេងហាងគ្មានបង្គោលទីពឹងមាំមួនបណ្ដោយវាសនាឲ្យរសាត់អណ្ដែតទៅតាមជើងសេះដែលកំពុងបោះជំហានទៅមុខពុំដឹងជាចង់នាំយើងទៅកាន់ទីណាឡើយការដែលលួងបោះបង់យើងចោលយ៉ាងនេះធ្វើឲ្យយើងនឹកមួម៉ៅខ្លាំងណាស់ចំណែកឯម្ចាស់ក្សត្រីវិញលោករឹតតែព្រួយបារម្ភនឹងរឿងយើងជាងខ្លួនយើងទៅទៀតហើយលោកមិនសប្បាយចិត្តសោះចំពោះការដែលបារាំងមិនសូវរាក់ទាក់ទទួលបណ្ដោយឲ្យយើងជិះរទេះជាមួយអីវ៉ាន់អញ្ចឹងពេលឃើញបន្ទប់ដែលគេឲ្យយើងដេកនោះយើងរឹតតែហួសចិត្តណាស់ទៅទៀតពីព្រោះគេមិនឲ្យយើងនៅចិត្តលួងទេហើយមិនដឹងជាបានទាហានខ្មែរពីណាយកមកដាក់ឲ្យចាំយាមឃ្លាំមើលយើងដូចមនុស្សជាប់គុកក្នុងបន្ទប់នេះខ្វះសពខ្វះគ្រប់ម្ចាស់ក្សត្រីបានផ្ទុំនៅក្នុងបន្ទប់មួយមានគ្រែ5ចំណែកពួកល្ខោនវិញនាំគ្នាក្រាលពូកដេកលើកម្រាលក្តារស្រល់ដែលមានបិទក្រដាស់កាសែតពាសពីលើកាលណាពួកស្ដេចឬនាម៉ឺនចូលមកឃើញកន្លែងយើងដេកគេញាក់មុខញាក់មាត់ជាហេតុបណ្ដាលឲ្យយើងខ្មាស់គេងើបមុខមិនរួចសើចមិនសមយើងមិនដែលឃើញចានបាយប្រាក់របស់បារាំងដែលគេតែងអួតប្រាប់យើងនោះទេរាល់ថ្ងៃគេដាក់តែចានដីទិញពីចិនលក់អេតចាយនៅព្រៃនគរឯណោះឲ្យយើងស៊ីចំណែកយួនអ្នកដាំបាយនោះវិញវាធ្វើម្ហូបឲ្យយើងស៊ីខ្ជាជាងម្ហូបអ្នកទោសនៅស្រុកខ្មែរទៅទៀតហើយយើងមិនអាចរកទិញអ្វីស៊ីបន្ថែមបានឡើយម្ចាស់ក្សត្រីច្រឡំវិលក្បងមិនព្រមចាំសោះពីរបៀបចាយកាក់មាសកាក់ប្រាក់របស់បារាំងនិយាយពីក្រុមវាំងដែលម្ចាស់ក្សត្រីប្រើឲ្យទៅផ្សារនោះវិញស្រាប់តែត្រឡប់មកវិញដៃទៅទេភ័យញ័រខ្លួនទៅត្រឹកពីព្រោះឲ្យលុយទៅប្រមាណត្រូវចោលឆក់យកអស់រលីងលឺអញ្ចឹងយើងភ័យចង់គ្រុនទាំងអស់គ្នារអ៊ូរទាំខឹងនឹងខ្លួនឯងមិនគួរឈួតមកស្រុកគេឲ្យវេទនាខ្លួនសោះចាប់តាំងពីនោះមកយើងលែងហ៊ានចេញទៅទីធ្លាខាងក្រៅស្មោះតែម្ដងណាមួយខ្លាចចោលណាមួយខ្មាស់មនុស្សម្នាដែលមកប្រជុំគ្នាអើតករហង្សមើលយើងហាក់ដូចជាយើងនេះជាមនុស្សចម្លែកខ្លាំងណាស់យើងមិនដឹងជាបង្គន់នៅកន្លែងណាទេឬមួយប្រហែលជាផ្ទះនេះអត់មានធ្វើបង្គន់ក៏មិនដឹងម្លោះហើយមីខ្លះវិជុះអាចដាក់ចានដែកសម្រាប់ដាក់ទឹកមុជដាក់ចានសម្លហើយសើចហូរសប្បាយដោយបានសងសឹកឲ្យបារាំងយកអាចវាទៅចាក់ចោលពេលស៊ីបាយយើងបិទទ្វារបិទបង្អួចខ្លាចគេឃើញពេលយប់យើងដេកអោបដៃរងាស្ទើររឹងពោះលើពូករនៀបដែលស្ពាយយកមកជាប់ជាមួយតាំងពីស្រុកខ្មែរប៉ុន្តែស្រុកនេះសម្បូររុយអ្វីម្លេះទេរុយហៅអ៊ូដូចឃ្មុំរោមមនុស្សរោមបាយសម្លដូចរោមអាចហើយបើតាមមើលទៅរុយនេះវាបែបចង់សម្បូរជាងមូសនៅស្រុកខ្មែរផងថ្ងៃមួយម្ចាស់ក្សត្រីបានប្រាប់ថៃបកឈ្មោះព្រំឲ្យយកទឹកផឹកមកថ្វាយលោកបោយបារាំងនៅចាំបម្រើយើងវាបែរជាយកកំប៉ុងដូចចានទឹកត្រីយួនមកថ្វាយទៅវិញម្ចាស់ក្សត្រីប្រកែកពុំព្រមសោយទឹកនោះទេហើយប្រើស្រីម្នាក់ឲ្យទៅយកផ្តិលមាសផ្តិលប្រាក់មកថ្វាយ
រួចលោកប្រាប់ថៃបកឲ្យពន្យល់ប្រាប់បារាំងថាលោកធ្លាប់សោយទឹកសុទ្ធតែក្នុងផ្តិលប្រាក់ផ្តិលមាសគេមិនដែលប្រើកំប៉ុងអញ្ចឹងជាមួយស្ដេចទេជាសំណាងដែរការស្នាក់នៅរបស់យើងក្នុងផ្ទះដ៏អភ័ព្វនេះមានរយៈពេលតែ 2-3 ថ្ងៃប៉ុណ្ណោះម្ចាស់ក្សត្រីបានទៅអង្វរកលោកមេទ័ពទាហានជើងទឹកបារាំងទាល់តែគាត់រកផ្ទះមួយដ៏សមគួរមានសួនច្បារមានដើមឈើឲ្យយើងបាននៅស្រួលជាងមុនទោះជាយ៉ាងណាក៏យើងមិនសូវបានដើរទៅមើលស្រុកភូមិគេដែរពីព្រោះឲ្យតែឃើញមុខយើងនៅកន្លែងណាពួកបារាំងចោមរោមមើលអ៊ូមួយរំពេចហាក់ដូចជាយើងនេះជាមនុស្សចម្លែកខុសពីពួកគេអញ្ចឹងនៅពេលដែលយើងត្រូវចេញរាំតួក៏ខ្វះសម្លៀកបំពាក់ក៏មិនដឹងជាគេយកទៅទុកនៅឯណាហើយជាពិសេសទៅទៀតរោងល្ខោននោះនៅឆ្ងាយរាប់គីឡូពីកន្លែងដេកគឺគេរៀបចំធ្វើនៅក្នុងវិមានមួយធ្វើពីថ្មប្រកបទៅដោយសួនច្បារស្រស់បំព្រងក្នុងទីនេះបារាំងរៀបចំធ្វើបុណ្យតាំងតុករបស់គេដោយមានតាំងឲ្យមើលនៅរបស់ចម្លែកជាច្រើននាំយកមកពីគ្រប់ប្រទេសរបស់ចម្លែកទាំងនោះយើងគ្រាន់តែក្រឡេកឃើញប៉ុណ្ណោះឥតបានមើលឲ្យសពគ្រប់តាមចិត្តចង់ទេប៉ុន្មានថ្ងៃក្រោយមកលួងលះបង់យើងចោលមែនទែនដោយលោកយាងទៅទីក្រុងប៉ារីបាត់នាំយកទៅជាមួយតែក្រុមភ្លេងមហោរីជាង10នាក់ប៉ុណ្ណោះយើងដតីទៀតជាអ្នករបាំនឿយមួយចប់វេទនាមួយចប់បែរជាលួងត្រូវបោះបង់ចោលដូចជាខ្ញុំកញ្ជះគេដាច់ថ្លៃទៅវិញយើងមិនដឹងជាគិតខុសនាំគ្នាហែហោមលួងឆ្លងកាត់សមុទ្រធំធេងមកដល់ស្រុកគេអញ្ចឹងសោះពីព្រោះទោះបីជាយើងនឿយហត់យ៉ាងណាខិតខំធ្វើការអស់ពីកម្លាំងចិត្តយ៉ាងណាក៏លួងនៅតែមិនមើលឃើញហើយទំនងបែបដូចជាធុញទ្រាន់នឹងពួកយើងទៀតផងម្ចាស់ក្សត្រីពីមុនមកធ្លាប់គិតខុសធ្លាប់មានគំនិតអាក្រក់ក៏ពិតមែនប៉ុន្តែក្នុងកលៈទេសៈនេះលោកប្រែជាស្រឡាញ់យើងលើសពេលណាទាំងអស់លោកបានប្រថុយផ្ដាំផ្ញើទៅទូលលួងបិតាឲ្យលោកបានយល់ពីទុក្ខវេទនារបស់ពួកយើងដែលត្រូវលោកបោះបង់ចោលនេះដែរប៉ុន្តែលួងគ្រាន់តែផ្ដាំតាមគេមកវិញថាឲ្យម្ចាស់ក្សត្រីនាំយើងទៅបើកប្រាក់ខែពេលដាច់ខែនៅឯក្រុងប៉ារីតែប៉ុណ្ណោះរងចាំទម្រាំតែដល់ដាច់ខែយើងខ្វះសពខ្វះគ្រប់ម្លោះហើយម្ចាស់ក្សត្រីលោកពិបាកចិត្តគិតតែសោយស្រាដូចគេផឹកទឹកហើយនិយាយពីរឿងស្រានោះវិញបារាំងជញ្ជូនយកមកផ្ដល់ឲ្យមិនដែលឲ្យខ្វះខាតទេបើតាមស្មាននៅស្រុកត្រជាក់ប្រហែលជាគេត្រូវផឹកស្រាច្រើនដើម្បីកម្ដៅពោះអញ្ចឹងហើយមើលទៅធាតុអាកាសត្រជាក់ធ្វើទុកយើងខ្លាំងណាស់ហើយក្តីព្រួយបារម្ភវាតែងតែតាមញោមញីយើងជាប់ជានិច្ចប៉ុន្តែយូរទៅយើងដូចជាធ្លាប់នឹងជីវភាពរបៀបនេះបន្តិចដែរយើងឧស្សាហ៍ចេញទៅអង្គុយលេងក្នុងសួនច្បារអង្គុយលេងលើកាំជណ្ដើរថ្មជុំវិញអាងទឹកឬអង្គុយលេងលើវាលស្មៅជារឿយហើយមានពួកបារាំងក្មេងៗមកសញ្ញោដៃជើងសុំថតរូបយើងទុកជាអនុស្សាវរីយ៍ប៉ុន្តែសះស្អីគេនឹងដូចជាចម្លែកណាស់ស្លៀកពាក់មិនសូវបានជាត្រឹមត្រូវសោះគឺគេមិនរវល់បិទបាំងគ្រឿងអៀនខ្មាស់ដូចយើងឡើយមានរឿងផ្សេងទៀតដែលប្លែករកគិតមិនយល់ទាល់តែសោះដូចជាពេលយប់មានរយៈពេលខ្លីណាស់ក្រោយពេលបាយល្ងាចហើយយើងទើបនឹងជក់បារីអស់ពី3ដើមស្រាប់តែថ្ងៃរះពីឯកើតទៅហើយរួចព្រះអាទិត្យតែរះហើយហាក់ដូចជាពុំព្រមចង់លិចទៅវិញសោះយើងដាច់សហុយទាំងអស់គ្នាសូម្បីតែម្ចាស់ក្សត្រីក៏ដូចជាអបសុកតបប្រមល់ខ្លាំងណាស់ដែរពួកក្រុមវាំងដ៏អភ័ព្វពីដើមក៏ធ្លាប់ធ្វើជាអ្នកចាំយាមឃ្លាំមើលយើងឥឡូវត្រូវធ្លាក់ខ្លួនមកជាអ្នកបម្រើយើងយ៉ាងស្មោះត្រង់បំផុតកាលណាត្រឡប់មកពីផ្សារម្ដងក្រុមវាំងអស់នឹងតែងទិញបានរបស់ចម្លែកមកផ្ញើយើងដូចជារូបឆ្កែម៉ាស៊ីនចេះលោតកាលណាគេមួលខ្ចៅបាល់កៅស៊ូនំផ្លែឈើកំណាត់ស្បៃរបស់ទាំងនេះថ្លៃកប់ពពកប៉ុន្តែយើងចេះតែខំទិញដាក់ពេញហឹបគ្រប់គ្នា
ដើម្បីបានយកទៅបង្ហាញឪពុកម្ដាយឲ្យបានស្គាល់របស់ចម្លែកនៅស្រុកគេដំណើរឆ្ពោះទៅកាន់ទីក្រុងប៉ារីដើម្បីជួបជុំគ្នាជាមួយលួងព្រះស៊ីសុវត្ថិល្ងាចមួយនោះយើងត្រូវចេញដំណើរឆ្ពោះទៅកាន់ទីក្រុងប៉ារីទាំងអស់គ្នាដោយជិះលើរទេះភ្លើងបើកតាមផ្លូវដែកដូចកាលនៅស្រុកស្រីលង្កាដែរបន្ទប់ធ្វើដំណើរក្នុងរទេះនេះទូលាយស្រួលមានកៅអីក្រាលពូកសម្រាប់អង្គុយមានចង្គៀងឆេះឯងអុចបំភ្លឺមានបង្គន់សពគ្រប់ទាំងអស់បានធ្វើដំណើរស្រួលអញ្ចឹងយើងដូចជាទុកចិត្តហើយធូរទ្រូងខ្សាកប្រៀបបានមនុស្សទើបនឹងរួចពីគុកយើងអើតាមបង្អួចគយគុណមើលដើមឈើនិងផ្ទះក្នុងផ្ទៃអន្តការនៃរាត្រីកាលដែលរសាត់ថយក្រោយរហ័សស្ទើរមើលមិនទាន់រំពេចនោះស្រាប់តែយើងមើលទៅក្រៅលែងឃើញអ្វីទាំងអស់គឺរទេះភ្លើងបើកចូលទៅក្នុងរូងដែលជីកទម្លាយជើងភ្នំពីម្ខាងទៅម្ខាងដោយបញ្ចេញសូរស័ព្ទខ្ទរខ្ទាហាក់ដូចជាដីភ្នំរលំសង្កត់មកលើយើងស្អែកព្រឹកឡើងរទេះភ្លើងនៅតែបើកទៅមុខដដែលឆ្លងកាត់វាលស្រែពណ៌បៃតងស្រស់ព្រៃស្បាតនិងឆ្លងស្ពានច្រើនរាប់មិនអស់ស្រុកស្រែស្រុកចំការនៅស្រុកបារាំងវាខុសគ្នាស្រឡះពីស្រុកយើងគឺគេដាំដំណាំឥតឲ្យសល់ដីទំនេរមួយដុំណាឡើយទីបញ្ចប់នៅពេលយើងមកដល់កន្លែងមួយដែលផ្ទៃមេឃប្រែជាខ្មៅអាប់ជាងនៅឯក្រុងម៉ាសីទៅទៀតនោះមាននរណាម្នាក់ប្រាប់ថាយើងជិតមកដល់ក្រុងប៉ារីហើយគឺក្រុងប៉ារីនេះហើយដែលគេតែងតែសរសើរគ្រប់មាត់ថាជាទីសប្បាយលើសកន្លែងណាទាំងអស់មើលពីចម្ងាយឃើញក្រុងនេះលាតសន្ធឹងលើដីវាលរាបស្មើប្រកបទៅដោយផ្សែងខ្មៅគ្របដណ្ដប់ពីលើនិងមានផ្ទះថ្មខ្ពស់ខ្ពស់សង់ឯនេះមួយដុំឯនោះមួយដុំសូម្បីជញ្ជាំងផ្ទះរៀនហាលដីពពកក៏មានផ្សែងខ្មៅស្ថិតនៅប្រឡាក់លាយឡំដែររទេះភ្លើងនីមួយៗសណ្ដោងរមាក់រាប់រយបើកជិះគ្នាខ្វាត់ខ្វែងលើផ្លូវដែកខ្ញុំភ័យស្ទើរលួសព្រលឹងនឹកអស់គុណម៉ែគុណឪព្រោះថាបើមានតែរទេះភ្លើងណាមួយបើកច្រឡំផ្លូវច្បាស់ជាបុកគ្នាក្រឡាប់ស្លាប់អស់អ្នកជិះមិនខានហើយនៅឆ្ងាយឯណោះយើងមើលឃើញប្រាសាទដែកមួយដែលមានចុងកំពូលលូតខ្ពស់ហួសកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តរបស់ខ្មែរទៅទៀតនៅពេលមកដល់ក្រុងប៉ារីខ្ញុំហាក់ដូចជាវិលមុខភ្លេចភ្លាំងអ្វីទាំងអស់ឃើញតែវងមនុស្សច្រើនកុះកសំឡេងអ៊ូអរនិងក្លិនអាក្រក់ជះមកស្ទើរទ្រាំមិនបានផ្លូវថ្នល់ធំទូលាយហើយស្អាតជាងនៅម៉ាសីមែនប៉ុន្តែធុំក្លិនផ្សែងប្រេងសាំងនិងមនុស្សរាប់ម៉ឺននាក់ប្រជ្រៀតគ្នាឆ្លងកាត់ថ្នល់ទៅមកគួរឲ្យចង់ទស្សនាជាសំណាងល្អណាស់ដែលនៅទីបញ្ចប់យើងបានមកជួបមិត្តភ័ក្តិមកជួបលួងវិញលួងគង់នៅក្នុងដំណាក់ធំមួយប៉ុនគ្នានឹងប្រាសាទបាញ់យុងនៅភ្នំពេញដែរស្ថិតនៅជាប់ផ្លូវធំមានដាំដើមឈើលើចិញ្ចើមថ្នល់អមសងខាងព្រមទាំងមានឡានបើកបន្តកន្ទុយគ្នាទៅមកឥតដាច់យើងអាចសន្និដ្ឋានបានថារបៀបរបបនៅស្រុកបារាំងវាខុសគ្នាស្រឡះពីស្រុកយើងឥតឃើញមានសាសនាសេចក្តីថ្លៃថ្នូរសីលធម៌ឥតមានធ្វើបុណ្យប្រាថ្នាស្វែងរកសុខក្នុងបរលោកដូចយើងទេការចាប់បង្ខំខ្មែរឲ្យធ្វើការដូចជាទាសករការដំឡើងថ្លៃពន្ធអាករការដំឡើងថ្លៃទំនិញពួកបរទេសលើកគ្នាមកនៅក្នុងក្រុងកាន់តែច្រើនឡើងទាំងអស់នេះឬជាសុភមង្គលដែលបារាំងនាំយកមកឲ្យខ្មែរ
ជាថ្នូរនឹងការដែលគេដកហូតយកឯករាជ្យរបស់យើងនោះជីវភាពក្រុមរបាំខ្មែរនៅទីក្រុងប៉ារីអូយើងបែកប្រឡងយើងក្បងអើយសាងអើរាយអូយើងបែកប្រឡងយើងក្បងអើយសាងអើរាយអូណារលងយើងស្នាក់នៅក្រុងប៉ារីបានតិចថ្ងៃណាស់ហើយយើងត្រូវរាំតែ2ដងប៉ុណ្ណោះទី1រាំនៅផ្ទះលោកប្រធានាធិបតីបារាំងនិងទី2រាំនៅក្នុងសួនច្បារដែលមើលទៅល្អដូចឋានសួគ៌យ៉ាងនោះដែរលួងបង្គាប់ឲ្យគេនាំយើងដើរលេងទៅមើលសៀកដែលមានមនុស្សប្រុសស្រីស្លៀកពាក់ស្អាតហើយនាំគ្នាផែលឡើងជិះសេះដែលកំពុងផាយពេញល្បឿនដែលមនុស្សឡើងជិះត្រួតលើគ្នាលើកជើងឡើងលើមានមនុស្សវាយប្រដាល់គ្នាម្ចាស់ក្សត្រីក៏បាននាំយើងទៅមើលប្រាសាទដែកដ៏ធំគួរឲ្យខ្លាចរហូតដល់មានពួកយើងខ្លះខ្លាចមិនហ៊ានឡើងមើលសុកចិត្តអង្គុយចាំគេនៅខាងក្រោមរងាអោបដៃកំប្រោនខ្ញុំប្រថុយឡើងទៅលើជាមួយម្ចាស់ក្សត្រីនិងពួកម៉ាក់2-3នាក់រហូតដល់ជាន់ទី1គេឲ្យយើងចូលទៅក្នុងរទេះមួយបិទជិតស្រដៀងគ្នានឹងរទេះដែលដឹកយើងពីម៉ាសីមកប៉ារីសដែរដែលគេរូតសណ្ដោងឡើងទៅពុំចាំបាច់ឲ្យយើងដើរឡើងតាមជណ្ដើរនាំហត់ទេនៅលើជាន់ទី1នេះមានលក់នំលក់ស្រាមើលទៅក្រោមឃើញក្រុងប៉ារីលាតសន្ធឹងធំល្វឹងល្វើយប្រកបទៅដោយកំពូលប្រាសាទនិងសសរជ្រោងច្រាងហើយទន្លេមួយហូរកាត់ទីក្រុងមានស្ពានច្រើនរាប់មិនអស់សម្រាប់ឆ្លងពីច្រាំងម្ខាងទៅច្រាំងម្ខាងប៉ុន្តែខ្ញុំមិនអាចមើលទៅឆ្ងាយឃើញដល់ជើងមេឃទេពីព្រោះផ្សែងដែលហុយចេញមកពីគ្រប់ដំបូលផ្ទះនោះវាធ្វើឲ្យផ្ទៃមេឃទាំងមូលប្រែជាងងឹតដាស់គ្មាននរណាម្នាក់ហ៊ានឡើងខ្ពស់ជាងនេះទៀតទេនៅពេលចុះមកវិញគេសម្រូតរទេះលឿនស្លេវហាក់ដូចជាយើងរបូតធ្លាក់មកឥតមានអ្វីទ្រពីក្រោមជើងដូច្នោះដែរដែលជាហេតុនាំឲ្យយើងវិលមុខរកកលក្អួតចង្អោរក្នុងថ្ងៃធ្វើបុណ្យជាតិបារាំងគេយករទេះមកដឹកលួងនិងពួកយើងជាបរិវារទាំងអស់គ្នាហើយបរចេញទៅតាមផ្លូវដ៏ធំទូលាយនិងស្អាតក្រៃលែងបារាំងមៀតធំស្លៀកពាក់ខោអាវក្រហមពាក់មួកជិះសេះអមសងខាងក្បួនរទេះយើងជាប់រហូតគេយាមការពារប្រយ័ត្នប្រយែងម្លឹងប្រហែលជាគេនាំលួងទៅដាក់គុកឬនាំទៅសម្លាប់ចោលក៏មិនដឹងយើងឧស្សាហ៍លួចចោលកន្ទុយភ្នែកមើលទៅពួកជិះសេះទាំងសងខាងនឹងជាញឹកញយមើលយូរទៅរឹតតែខ្លាចខ្លាំងឡើងខ្លាចរហូតទាល់តែមិនហ៊ានស្អប់បារាំងរាប់លានអ្នកឈរនៅសងខាងផ្លូវស្រែកហ៊ោកញ្ជ្រៀវរកស្ដាប់មិនយល់នៅពេលក្បួនរទេះយើងមកដល់ដែលជាហេតុធ្វើឲ្យយើងភ័យញ័រទៅទ្រើកក្បួនរទេះមកឈប់ក្នុងទីវាលមួយដែលគេមានសង់វេទិកាធំអាចដាក់ទស្សនិកជនបានរាប់ពាន់នាក់លួងចុះទៅឈរក្បែរប្រធានាធិបតីបារាំងប៉ុន្តែខ្ញុំសម្លឹងពីចម្ងាយរកចំណាំមុខគាត់នឹងមិនបានសោះទាហានតម្រៀបជួរដើរស្រោះជើងគ្នាលើវាលស្មៅបន្ទាប់មកមានអ្នកជិះសេះកាន់ដាវនៅដៃធ្វើដំណើរកាត់មុខវងរាសប្រជាដែលស្រែកអបអរសាទរឡើងត្រហឹងអើងអាប់រកស្ដាប់ទិសតំបន់អ្វីមិនយល់បើកុំតែមានរបាដែកបាំងជាប់កុំអីពួករាសមុខតែធ្លាយមកជន់ទាហានដែលកំពុងដើរនេះមិនខានទស្សនីយភាពនេះមានសភាពសម្បើមគួរកោតស្ញប់ស្ញែងក្រៃលែងល្ងាចនោះបារាំងអុចកំជ្រួចនៅកណ្ដាលទន្លេដែលហូរកាត់ក្រុងប៉ារីភ្លឺរន្ទាលប្រងព្រាតក្មេងប្រុសស្រីស្រែកច្រៀងសប្បាយហូរកញ្ជ្រៀវបន្តតាមបទភ្លេងព្រមទាំងបង្ហោះពេងប៉ោងចម្រុះពណ៌ឲ្យហើរពេញផ្ទៃមេឃលួងរវល់តែសប្បាយរីកថ្លើមនឹងការដែលបារាំងលើកកិត្តិយសសប្បាយតតែភ្លេចគិតដល់ពួកយើងកាលណាលោកយាងចេញកំសាន្តទៅណាម្ដងលោកបាចទានលុយទៅលើផ្លូវឲ្យបារាំងដណ្ដើមគ្នាឲ្យទានរបៀបនេះ
បើនៅស្រុកខ្មែរវិញសូមបីអត់ឃ្លានយ៉ាងណាក៏គេមិនខ្ចីរើសយកដែរហើយពួកបារាំងនេះមិនមែនរើសតែលុយទេសូមបីកន្ទុយបារីដែលយើងជក់ចិត្តអស់ក្រវត្តចោលទៅក្នុងសួនច្បារនោះក៏គេរើសយកទៅជក់នៅស្រុកខ្មែរមិនដែលមាននរណាធ្វើរឹកថោកដល់ថ្នាក់នឹងឡើយពេលយប់កូនស្ដាច់ក្មេងៗ2នាក់បានទៅមើលឃើញគេធ្វើស្រាស្ករសនិងនំប៉័ងនៅក្នុងរូងក្រោមដីក្រខ្វក់រកអ្វីប្រៀបឲ្យស្មើពុំបានចាប់តាំងពីពេលនោះមកម្ចាស់ទាំងពីរអង្គដើរប្រាប់គេប្រាប់ឯងថាលោកសោយតែបាយទេឈប់លូកប៉ះពាល់ម្ហូបបារាំងទៀតហើយពីព្រោះវាក៏ក្រិចគួរឲ្យខ្ពើមជាងប្រហុកទៅទៀតបើនិយាយឲ្យខ្លីតាមអ្វីដែលយើងបានឃើញបានដឹងបានឮយើងអាចសន្និដ្ឋានបានថារបៀបរបបនៅស្រុកបារាំងវាខុសគ្នាស្រឡះពីស្រុកយើងឥតឃើញមានសាសនាសេចក្តីថ្លៃថ្នូរសីលធម៌ឥតមានធ្វើបុណ្យប្រាថ្នាស្វែងរកសុខក្នុងបរលោកដូចយើងទេបារាំងជាយក្សជាមនុស្សខ្លាំងពូកែតែល្ងងគិតតែនាំគ្នាធ្វើការនឿយហត់គិតតែបង្កើតរបស់ប្លែកប៉ុន្តែមិនអាចរកផ្លូវទៅនិព្វានឃើញឡើយមនុស្សម្នាត្រូវធ្វើការទាំងយប់ទាំងថ្ងៃឥតមានពេលឈប់សម្រាកមើលទៅគួរឲ្យវេទនាភ្នែកក្រៃលែងហើយយើងជាប្រជាពលរដ្ឋខ្មែរក៏គង់នឹងត្រូវទទួលរងវិនាសកម្មដូចគ្នានេះដែរពីព្រោះយើងកាន់តែធ្លាក់ខ្លួនជាខ្ញុំបារាំងបន្តិចម្ដងហើយការចាប់បង្ខំខ្មែរឲ្យធ្វើការដូចជាទាសករការដំឡើងថ្លៃពន្ធអាករការដំឡើងថ្លៃទំនិញពួកបរទេសលើកគ្នាមកនៅក្នុងក្រុងកាន់តែច្រើនឡើងទាំងអស់នេះឬជាសុភមង្គលដែលបារាំងនាំយកមកឲ្យខ្មែរជាថ្នូរនឹងការដែលគេដកហូតយកឯករាជ្យរបស់យើងនោះកុំអាងហើយកុំគួនចេះសះដោយខ្លួនកុំចោលខ្មែរយើងកុំធ្វើក្រអើតកុំពើតកុំពើងកុំពាក់ស្បែកជើងឡើងកត់លោកសង្ឃដោះមួកដោះឆាត់អោនកាយប្រតិបត្តិលោកអត់អោនអង្គអេងអេយ៉ាដំណើរវិលទៅស្រុកខ្មែរវិញនៃក្រុមល្ខោនលួងយើងបែកចេញពីលួងនិងក្រុងប៉ារីដោយក្តីសប្បាយរីករាយក្រៃលែងដើម្បីត្រឡប់មកកាន់ក្រុងម៉ាសីដ៏ស្ងាត់ជ្រងំវិញដែលយើងអាចធ្វើដំណើរទៅណាមកណាបានតាមចិត្តពុំចាំបាច់មានទាហានជិះសេះអមសងខាងដូចមនុស្សទោសទេក្នុងពេលធ្វើដំណើរពីប៉ារីមកម៉ាសីម្ចាស់ចិន្តាវង្សក៏ធ្វើដំណើរមកជាមួយយើងដែរស្រាប់តែវង្វេងបាត់ម្ដាយលើរទេះភ្លើងក៏តាំងស្រែកទួញដូចកូនក្មេងដើររុករកពេញរទេះភ្លើងប៉ុន្តែនៅពេលចូលមកដល់ក្នុងបន្ទប់យើងម្ចាស់ខូចនេះបែរជានិយាយរឿងផ្ដេសផ្ដាស់កាលពីពេលម្ចាស់សូរីវង្សជាបងនោះនាំទៅផ្ទះសំផឹងបារាំងទៅវិញហើយយើងក៏ចាប់ច្រានចេញទៅវិញភ្លាមព្រោះយើងមិនចង់ស្ដាប់រឿងអះអាភាសនេះមកដល់ម៉ាសីបារាំងលើកគ្នាភ្លូកទឹកភ្លូកដីមកសុំថតរូបយើងច្រើនណាស់ហើយពួកនេះមកមិនសូវរើសពេលវេលាផងជួនកាលមកចំលើពេលបាយយើងក៏ត្រូវឈប់ស៊ីបាយសិនដើម្បីទៅឈរឲ្យគេថតព្រឹកនៃការធ្វើដំណើរវិលត្រឡប់មកកាន់ស្រុកខ្មែរវិញមកដល់ហើយយើងត្រូវរៀបចំឡើងលើកប៉ាល់ជាមួយម្ចាស់ក្សត្រីហើយទាល់តែថ្ងៃជិតត្រង់ទើបឃើញលួងយាងមកដល់បន្តិចក្រោយមកកប៉ាល់ក៏ចាក់ចេញពីច្រាំងដឹកនាំយើងមកកាន់មាតុប្រទេសដែលយើងតែងតែនឹកគិតឥតភ្លេចកូនស្ដេចជាច្រើនឥតត្រឡប់មកវិញទេគឺគេនៅរៀនក្នុងស្រុកបារាំងប៉ុន្តែផ្ទុយទៅវិញនៅលើកប៉ាល់មានមនុស្សថ្មីខ្លះដែលយើងពុំដែលឃើញសោះកាលពីពេលទៅគឺពួកជាងដែលគេដឹកយកមកពីស្រុកខ្មែរតាំងពីយូរណាស់មកហើយដើម្បីសង់វិមានថ្មនៅម៉ាសីជាកន្លែងយើងធ្លាប់ទៅរាំនោះពួកអ្នកធ្វើការនៅលើកប៉ាល់ពុំមែនជាមនុស្សដដែលដែរ
គឺប្រកាសជាកប៉ាល់ផ្សេងមួយទៀតហើយទោះបីរូបរាងកប៉ាល់នេះដូចគ្នាបេះបិទនឹងកប៉ាល់ដែលយើងជិះមកក៏ដោយខ្យល់ខ្លាំងបក់មកពីទិសនិរតីលាន់ឮសន្ធឹកដូចព្យុះសង្ឃរាបង្កើតជារលកធំធំជាងផ្ទះបក់បោកមកលើកប៉ាល់បណ្ដាលឲ្យក្លេងឃ្លោងរកកលនឹងលិចទឹកកញ្ជ្រោលបោកឡើងលិចដល់ក្តារកប៉ាល់ហើយហៀចូលតាមបង្អួចបិទមិនជិតលិចទាំងបន្ទប់ដែលយើងដេកនោះផងយើងទាំងអស់គ្នាកើតជំងឺពុលរលកក្អួតដាក់លើឡាំងឈើលើពូកប្រឡាក់អស់គ្មានសល់នរណាដែលពីមុនមកធ្លាប់អួតថាខ្លួនក្រាន់បើនោះក៏លែងអួតក្អេងក្អាងត្រឡប់ជារត់រោគធូបមកអុចសម្បូងសង្រោងនឹកអស់គុណម៉ែគុណឪហើយអ្នកខ្លះទៀតយំស្រែកត្រហឹងអើងអាប់និយាយពីលួងវិញធ្លាក់ខ្លួនឈឺពុលរលកប៉ុណ្ណឹងហើយនៅឆ្លៀតជេរបញ្ចោបារាំងស្ដីឲ្យអ្នកត្រួតត្រាធំជាងគេលើកប៉ាល់ថានាំលោកចេញឆ្ងាយពីច្រាំងមកដល់កណ្ដាលសមុទ្រទាល់តែវង្វេងផ្លូវរកទិសតំបន់មិនឃើញលោកនឹកអស់គុណជីដូនជីតាសុំឲ្យតែរួចរស់ជីវិតមួយគ្រានេះក្នុងពេលនោះគ្មាននរណាម្នាក់ហ៊ានសង្ឃឹមថានឹងគេចផុតពីកណ្ដាប់ដៃសមុទ្រទេយើងម្នាក់នឹកឃើញអស់រឿងសត្វសមុទ្រក្រពើឆ្លាមហើយគំនិតយើងរសាត់ទៅដល់មាត់ច្រាំងដ៏រីករាយក្រោមរស្មីព្រះអាទិត្យនៃមាតុភូមិរបស់យើងដែលពេលនេះប្រហែលជាឪពុកម្ដាយយើងកំពុងអង្គុយលើរានហាលផ្ទះនឹកព្រួយបារម្ភពីវាសនាយើងភ្នែកមើលទៅជើងមេឃដ៏ឆ្ងាយឥតព្រំដែននៅទីបញ្ចប់មហាសមុទ្រក៏រំងាប់ភ្លើងកំហឹងខ្លួនទៅវិញយើងត្រឡប់មកដល់ប្រទេសស្រីលង្កាដោយសុវត្ថិភាពក្រោយពេលឃ្លាតទៅអស់ពេល 2-3 ខែដ៏យូរប្រៀបបាន3ឆ្នាំយើងបានវិលមកឃើញច្រាំងកូសាំងស៊ីនក្រុងព្រៃនគរទន្លេធំនិងដីចំការស្រុកលើកដែកវិញដោយក្តីសប្បាយរីករាយរកអ្វីមកប្រៀបផ្ទឹមឲ្យស្មើពុំបានទឹកដែលហូរនាំដីល្បប់មកជន់ឡើងលិចដល់ច្រាំងទំនងដូចជាចង់លិចដល់សួនច្បារកំពង់ផែផងកប៉ាល់ចូលមកចតចំមុខវាំងតែម្ដងទូកជាច្រើនរាប់មិនអស់មកចោមរួមជុំវិញកប៉ាល់ខ្ញុំឃើញពុកនិងម៉ែឈឺស្រកសាច់ស្គមជាងមុនឆ្ងាយណាស់ព្រោះគាត់ព្រួយចិត្តខ្លាំងពេកស្មានថាខ្ញុំស្លាប់មិនបានមកជួបគាត់វិញទេគេដង្ហែពួកយើងចុះពីកប៉ាល់ដើរទៅតាមផ្លូវរហូតដល់មាត់ទ្វារកំផែងសីមាពេលបានមកឃើញផ្ទះឪពុកម្ដាយខ្ញុំដ៏តូចច្រឡឹងក្រោមរស្មីព្រះអាទិត្យនេះវិញការតានតឹងក្នុងចិត្តទាំងប៉ុន្មានក៏រលាយបាត់អស់ដោយឯកឯងអស់អ្នកអស់នាងដែលមិនបានទៅស្រុកបារាំងនឹងគេដណ្ដើមគ្នាស្ដាប់យើងនិយាយប្រាប់ឡើងចំហមាត់ហើយប្រញាយគ្នាដណ្ដើមយកអស់របស់របរដែលយើងទិញបានមកទាំងប៉ុន្មានឥតមានសល់អ្វីបន្តិចបន្តួចឡើយក្រៅតែពីអនុស្សាវរីយ៍ដ៏ល្វីងជូរចត់ដែលយើងខំបំភ្លេចចោលឲ្យបានឆាប់ជាទីបំផុតតាតាតនងនៅគុំរកតីអញតាតាតនងនៅគុំរកតីក៏ណាស់ណាតំហើយដល់ទៅរឿងណាផងទុកក៏ណាស់